បាទតោះយើងចាប់ផ្ដើមវីដេអូនេះខ្ញុំបង្ហាញជូនលោកអ្នកគ្រូពីរបៀបក្នុងការចូលទៅកំណត់ម៉ាស៊ីន print ឲ្យស្គាល់ប្រភេទกระดาษ A4 មុននឹងចូលដល់ការកំណត់ម៉ាស៊ីន print ឲ្យស្គាល់ប្រភេទกระดาษ A4 ខ្ញុំសូមនិយាយខ្លះៗទាក់ទងនឹងកម្មវិធី 7zip ចំពោះកម្មវិធី 7zip នេះយើងដំឡើងចូលក្នុងកុំព្យូទ័រដើម្បីផ្ដល់ភាពងាយស្រួលក្នុងការ zip file ឬក៏ពន្លា file ឧទាហរណ៍ដូច file ខ្ញុំខាងលើនេះជាប្រភេទ file zip ដើម្បីធ្វើការពន្លា file zip បានគ្រាន់តែមកស្ដាំនៅលើ file ដែលបាន zip ហើយបន្តមកទៀតយើងចុចយក show more option ដោយសារតែខ្ញុំប្រើ Windows 11ទើបមាន show more option នៅខាងក្រោមនេះបាទចុចលើ show more option នេះមកទៅមកទៀតយើងគ្រាន់តែចង្អុលចំ 7zip ហើយអូសមកខាងស្ដាំទៅមកទៀតយើងរើសយក extract to ឈ្មោះនេះគឺជាឈ្មោះ file zip យើងបាទនេះយើងពន្លាបាទនេះខ្ញុំពន្លា file zip បានបាទរបៀបក្នុងការប្រើប្រាស់ 7zip គឺមានតែប៉ុណ្្នេះទេចំពោះវីដេអូក្នុងការដំឡើងកម្មវិធី 7zip ចូលក្នុងកុំព្យូទ័រខ្ញុំបានអាប់ឡូតចូលក្នុង YouTube ហើយនឹងបាន share ចូលក្នុង Channel Telegram បើសិនជាលោកអ្នកគ្រូមិនទាន់បាន follow Channel Telegram ទេលោកអ្នកគ្រូអាចចូលទៅ follow Channel Telegram ខ្ញុំបាននេះជា link Channel Telegram របស់ខ្ញុំឬក៏លោកអ្នកគ្រូអាច search នៅក្នុង browser បាទ search link មួយនេះក៏បានដែរបាទអាចចូលទៅមើលបានបាទតោះយើងបន្តទៀតនៅក្នុងចំណុចនេះខ្ញុំដាក់រូបនេះជាប្រភេទ Fox8 និង Adobe Acrobat កម្មវិធីពីរនេះលោកអ្នកគ្រូស្រឡាញ់មួយណាដំឡើងមួយនោះចូលទៅកម្មវិធីទាំងពីរនេះងាយស្រួលក្នុងការយើងបើក file PDF បាទឧទាហរណ៍ខ្ញុំបើក file PDF នេះមួយខ្ញុំបើកបង្ហាញសិនណាបាទយើងចង់ print យើងគ្រាន់តែចុចលើ print នេះមកបាទងាយស្រួលប៉ុន្តែវីដេអូនេះខ្ញុំបង្ហាញជូនលោកអ្នកគ្រូពីរបៀបក្នុងការចូលទៅកំណត់ម៉ាស៊ីន print ឲ្យស្គាល់ប្រភេទกระดาษ A4 បាទដើម្បីចូលទៅកំណត់ម៉ាស៊ីន print យើងចូលទៅកាន់ control panel ទាំងអស់គ្នាដើម្បីចូលទៅកាន់ control panel បានដំបូងសូមលោកអ្នកគ្រូចុចត្រង់ start នេះមកបាទ start ហើយរកមើល control panel នៅខាងលើនេះបើសិនជាអត់ឃើញមានទេលោកអ្នកគ្រូអាច search បាទកន្លែងនេះយើងវាយពាក្យថា control panel ឬក៏គ្រាន់តែវាយពាក្យថា control បែបនេះនឹងឃើញ control panel លោតបង្ហាញនៅខាងលើនេះបាទចុះយើងបើក control panel មកបាទនេះរូបបែបនេះណាបាទតោះបើកមកទៅមកទៀតបើសិនជាចេញទម្រង់ដូចនៅក្នុងវីដេអូងាយស្រួលទេបាទប៉ុន្តែពេលខ្លះបើសិនជាអត់ចេញទម្រង់ដូចនៅក្នុងវីដេអូទេលោកអ្នកគ្រូគ្រាន់តែសេរីកន្លែងនេះបាទ view by នេះលោកអ្នកគ្រូត្រូវរើសយក category នេះមកបាទចេញទម្រង់ដូចនៅក្នុងវីដេអូដែលខ្ញុំកំពុងតែបង្ហាញជូនលោកអ្នកគ្រូបាទជំហានបន្ទាប់មកទៀតយើងចុចត្រង់ hardware and sound កន្លែងនេះណាបាទចុចមកខាងឆ្វេងមួយបាទបន្ទាប់មកទៀតយើងចុចត្រង់ device and printer បាទរៀងលឿនបន្តិចប៉ុន្តែមិនអីទេដោយសារតែវីដេអូនេះខ្ញុំអាប់ឡូតចូលក្នុង YouTube ឬក៏នៅក្នុង Channel Telegram ដូច្នេះហើយលោកអ្នកគ្រូអាច stop ឬក៏មើលម្ដងហើយម្ដងទៀតបានដោយងាយស្រួលបាទតោះបន្តទៀតយើងចូលទៅកាន់ printer scanner កន្លែងនេះណាបាទចុចមកដល់ចំណុច printer scanner នឹងបង្ហាញម៉ាស៊ីន printer ទាំងអស់ដែលយើងបានដំឡើងចូលក្នុងកុំព្យូទ័រឧទាហរណ៍ដូចនៅលើកុំព្យូទ័ររបស់ខ្ញុំបានដំឡើងម៉ាស៊ីន print ចូលមាន Canon មាន HP ជាដើមមិនតែប៉ុណ្ណោះនៅពេលដែលខ្ញុំដំឡើងកម្មវិធី Adobe Acrobat ចូលកម្មវិធី Adobe PDF ក៏លោតបង្ហាញនៅត្រង់ចំណុច printer និង scanner នេះដែរបាទតើដើម្បីចូលទៅកំណត់ប្រភេទกระดาษនៅលើម៉ាស៊ីន print ឧទាហរណ៍ខ្ញុំចូលទៅកំណត់នៅលើ Canon យើងគ្រាន់តែចុចលើម៉ាស៊ីន print ដែលយើងចង់កំណត់ប្រភេទกระดาษនេះមកបាទចុចមកខាងឆ្វេងមួយតមកទៀតយើងចូលទៅកាន់ printing preference ជំហានតមកទៀតយើងចូលទៅកាន់ page setup នេះមកហើយនៅត្រង់ page size យើងមើលទៅខាងស្ដាំកន្លែងនេះដោយសារតែខ្ញុំបានចូលទៅកំណត់យកប្រភេទกระดาษ A4 រួចរាល់ហើយប្រសិនបើកុំព្យូទ័ររបស់លោកអ្នកគ្រូមិនទាន់បានរើសយក A4 ទេយើងគ្រាន់តែចុចត្រង់កន្លែងនេះមកយើងរើសយក A4 បាទហើយ apply OK ថយក្រោយមួយយើងចូលទៅកំណត់នៅលើម៉ាស៊ីន print ផ្សេងទៀតឧទាហរណ៍ HP នេះម្ដងបាទចុចមកខាងឆ្វេងដូចមុនដែរបាទ printing preference រងចាំបន្តិចយើងចូលទៅកាន់
paper quality ហើយរើសយក A4 នៅត្រង់កន្លែង printing shortcut នេះយើងអាចមើលបានឧទាហរណ៍กระดาษខាងលើនៅពេលដែលយើងចុចលើกระดาษខាងលើនេះឃើញបង្ហាញ paper size កន្លែងនេះឃើញបង្ហាញ A4 យើងចុចលើខាងក្រោមនេះម្ដងកន្លែងនេះសប្តាហ៍ឃើញបង្ហាញ letter យើងអាចចូលទៅកំណត់បាននៅត្រង់ paper quality នេះមកហើយយើងរើសយក A4 មកបាទ apply អូខេថយក្រោយមួយចូលទៅកាន់ HP នេះម្ដងបាទចុចមកខាងឆ្វេង printing preference រងចាំបន្តិចបាទនេះกระดาษខាងលើយើងមើលទៅបាទ A4 กระดาษខាងក្រោមម្ដងបើ paper size ឡើយនេះបង្ហាញ letter យើងចូលទៅ paper quality នេះមកហើយយើងនៅត្រង់ចំណុច paper size យើងរើសយក A4 មកបាទទៅមកទៀត apply អូខេថយក្រោយមួយទៀតរៀងលឿនបន្តិចណាបាទតើយើងចូលមកកាន់ Adobe PDF ម្ដងយើងចូលទៅកំណត់បានដូចគ្នាចុចលើ Adobe PDF ទៅមកទៀត printing preference ត្រង់ចំណុចនេះកន្លែង layout នេះណាបាទយើងមើលបាទមាន advanced និងក្រោមចុចមកត្រង់ paper output កន្លែងនេះយើងមើលខាងក្រោមឃើញ paper size ខ្ញុំរើសយក A4 ហើយអូខេចូលទៅកាន់ Adobe PDF setting បាទចុចមកហើយកន្លែងនេះយើងឃើញ Adobe PDF page size បើសិនជាចំណុចនេះអត់បង្ហាញ A4 យើងចុចកន្លែងនេះមកបាទចុចហើយយើងរើសយក A4 មកបាទហើយ apply អូខេតែប៉ុណ្នេះជាការស្រេចបាទនេះគឺជាជំហានក្នុងការចូលទៅកំណត់ម៉ាស៊ីន print ឲ្យស្គាល់ប្រភេទក្រដាស A4 បាទក្រោយពីកំណត់ចប់សពគ្រប់អស់ហើយយើងតេស្តសាកល្បងជំហានបន្ទាប់មកទៀតយើងសាក print សាកល្បងសិនបាទបើក file PDF យើងទៅមកទៀតចុច print បាទកន្លែងនេះ print យើងខាងលើនេះ printer យើងរើសម៉ាស៊ីន print យើងចង់ print តាមម៉ាស៊ីន print មួយណាយើងរើសមកបាទទៅមកទៀតចុច print បើយើងចង់កំណត់ print តែសញ្ញាទី1យើងរើសកន្លែងនេះមកបាទ page ហើយ1ទៅ1បាទ print តែ1សញ្ញាបានហើយបាទហើយចុច print ត្រង់ចំណុចនេះបើសិនជាយើងអត់បានភ្ជាប់ទៅកាន់ម៉ាស៊ីន print ឬក៏ error ឧទាហរណ៍ណាបាទបើសិនជា print ទៅ error យើងអាចមើលកន្លែងនេះបាននេះកន្លែងម៉ាស៊ីន print យើងនេះបាទចុច2ដងមកបាទឃើញទេកន្លែងនេះវាកំពុងដំណើរការបើសិនជា error យើងអាច stop បានបាទឬក៏លុបចេញបានដោយចុចលើសញ្ញាពងត្រី3នេះចុចហើយយើង pass ទៅមកទៀតយើងចុចលើពងត្រី3ម្ដងទៀតហើយ cancel all yes refresh មួយមកនៅពេលនេះយើងផ្ដាច់ឬក៏យើងលុបឯកសារដែលយើង print error យើងលុបចេញទាំងអស់ហើយបាទវីដេអូនេះប្រហែលជារឿងលឿនបន្តិចប៉ុន្តែលោកអ្នកគ្រូអាចមើលនៅលើ YouTube ឬក៏មើលវីដេអូនៅក្នុង Channel Telegram របស់ខ្ញុំលោកអ្នកគ្រូអាចមើលម្ដងហើយម្ដងទៀតសារចុះសារឡើងឬក៏ stop មើលមួយបន្ថយ speed វីដេអូមានភាពងាយស្រួលបាទអរគុណច្រើនចំពោះវីដេអូក្នុងការបង្ហាញពីរបៀបក្នុងការចូលទៅកំណត់ក្រដាស A4 នៅលើម៉ាស៊ីន print គឺមានតែប៉ុណ្្នេះទេបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបន្តទៀត